បាទថ្ងៃនេះខ្ញុំមកណែនាំដល់ពុកម៉ែបងប្អូនដែលស្រឡាញ់វិស័យកសិកម្មចិញ្ចឹមកណ្ដូបហ្នឹងណាណែនាំអីគេថ្ងៃនេះពុកម៉ែបងប្អូនប្រកាសជាឆ្ងល់ហើយឃើញទេថាអ្វីថាខ្ញុំឈប់ចិញ្ចឹមហើយប៉ុន្តែខ្ញុំមកធ្វើវីដេអូពីកណ្ដូបគឺដោយសារតែទ្រុងប្រហែលទ្រុងនេះគឺវានៅចាប់ផ្ដើមមិនទាន់មានពងហើយខ្លះទៀតក៏មានពងហេតុអីក៏ខ្ញុំប្រាប់ថាពុកម៉ែបងប្អូនត្រូវចេះធ្វើទីផ្សារដោយខ្លួនឯងគឺពុកម៉ែបងប្អូនស្រួលទេទី1ពុកម៉ែបងប្អូនពេលដែលចិញ្ចឹមពុកម៉ែបងប្អូនអាសាថតបង្ហោះតាម Facebook តាម Page តាម YouTube ហ្នឹងណាពេលដែលពុកម៉ែបងប្អូនចេះច្បាស់លាស់ហើយពុកម៉ែបងប្អូនអាចលក់ពងពូជបានអាចលក់ពងពូជដោយសារតែគេទិញពងពីយើងទៅគឺគេចង់ចេះចំណេះពីយើងហើយមួយទៀតទីផ្សារខ្លួនឯងហ្នឹងគឺស្រួលទេគឺពុកម៉ែបងប្អូននៅពេលដែលពុកម៉ែបងប្អូនចិញ្ចឹមកណ្ដូបពុកម៉ែបងប្អូនត្រូវតែគេរកដៃគូនៅក្បែរខ្លួនយើងហេតុអីក៏ថាដៃគូនៅក្បែរខ្លួនយើងគឺយើងមើលតំបន់ហ្នឹងជាតំបន់រោងចក្រឬក៏តំបន់ប្រជុំជនឬមួយក៏តំបន់ថាដែលមនុស្សគេចូលចិត្តផឹកចូលចិត្តហូបអាឡែងរបស់ក្លែមខ្លាំងហ្នឹងណាអញ្ចឹងហើយគឺខ្ញុំឲ្យពុកម៉ែបងប្អូនធ្វើទីផ្សារខ្លួនឯងគឺកុំរំពឹងអ្នកដែលយើងទិញពងពូជមកខ្លាំងពេកហេតុអីក៏ខ្ញុំថាអញ្ចឹងឥឡូវឧទាហរណ៍ទោះបីថាមានគេលើកពីពុកម៉ែបងប្អូនមែនព្រោះសាច់កដោបតាមតម្លៃចាប់ទ្រុងខែនេះគឺខ្ញុំដឹងខ្ពស់អស់1គីឡូ25,000បានអស់1គីឡូ25,000ប៉ុន្តែបើពុកម៉ែបងប្អូនចេះធ្វើទីផ្សារដោយខ្លួនឯងគឺពុកម៉ែបងប្អូនចេះបំពងលក់ពុកម៉ែបងប្អូនចេះបំពងលក់គឺពុកម៉ែបងប្អូនដឹងទេក្នុងកណ្ដូប1គីឡូអាចរកចំណូលបានប្រមាណដឹងអត់គឺក្នុងកណ្ដូប1គីឡូគឺយើងចំណូលបាន100000ហ្នឹងណាដែលខ្ញុំលក់រាល់ថ្ងៃដែលខ្ញុំពងទៅរោងចក្រប៉ុន្តែដោយសារអីគេគឺខ្ញុំម្នាក់ឯងរត់អត់រួចខ្ញុំត្រូវការកាត់ស្មៅហងត្រូវការបំពងហងពេលខ្លះខ្ញុំរវល់ការងារច្រើនព្រោះចការខ្ញុំក៏ច្រើនតែចការខ្ញុំច្រើនមែនតើអញ្ចឹងហើយបានខ្ញុំអត់សូវមានពេលហើយតំបន់ខ្ញុំនេះគឺវាអត់សូវមានប្រភពស្មៅវាមានដែរតាមព្រៃភ្នំគឺសបោតែដើមអីគេដើមសង់ហើយនឹងស្បូវហើយបាទតំបន់ខ្ញុំនេះខ្ញុំតែងតកាត់រហូតប៉ុន្តែពុកម៉ែបងប្អូនមួយចំនួនគាត់ចំគោគាត់កាត់ម្ដងទាំងឡានការ៉េអញ្ចឹងខ្ញុំអត់មានប្រភពស្មៅអញ្ចឹងបានខ្ញុំបោះបង់ចំកដោបដោយសារគេពិបាកប្រភពស្មៅហើយនៅកន្លែងខ្ញុំនេះអត់មានកន្លែងដាំទេពុកម៉ែបងប្អូនអើយសិតតែផ្ទះជួលព្រោះនេះវាចំតំបន់ដែលពិសេសហេតុអីខ្ញុំថាពុកម៉ែបងប្អូនធ្វើទីផ្សារដោយខ្លួនឯងព្រោះមានកូនក្រុមខ្ញុំមួយគាត់ពងលក់ក្នុងមួយថ្ងៃ200,000ក្នុងមួយថ្ងៃ200,000ខ្ញុំជិះទៅចការខ្ញុំសួរគាត់ថាបងពីម្សិលមិញខ្ញុំពងថ្ងៃទី1បាន200,000ហើយពេលដែលខ្ញុំចេញមកវិញខ្ញុំឃើញគាត់នឹងយកឲ្យគេរហូតគាត់ចេះធ្វើទីផ្សារគាត់ចេះបរោះហើយដូចថាមានកូនគាត់ក្នុងរោងចក្រអញ្ចឹងគាត់ឲ្យកូនគាត់នឹងផ្សព្វផ្សាយដល់មិត្តភ័ក្តិឬក៏អ្នកនៅក្នុងហ្នឹងអញ្ចឹងថាមានម្ដាយមានអីចិញ្ចឹមកដោបអញ្ចឹងណាដល់អញ្ចឹងហើយម្នាក់គាត់ចេះតែចាំមកករឹងអញ្ចឹងបើថ្ងៃណាបំពងចាំប្រាប់គាត់ជួយទិញប៉ុន្តែឥឡូវឃើញគាត់ចិញ្ចឹមលើកទី1គឺគាត់បរាជ័យដោយសារពុលថ្នាំឥឡូវនេះទី2នេះគឺគេជោគជ័យបានពាក់កដាលទៀតគឺងាប់អត្រាងាប់ដោយសារកង្វះខាតការធ្វើទ្រុងដោយសារខែភាសាជីគាត់ដាក់ខាងបាតខាងក្រោមខ្ទាបហើយនឹងបិទចិត្តហើយលក្ខណៈកដោបដែលវាចាប់គូពងគឺវាខ្សោយប៉ុន្តែខណៈគាត់ថាប្រហែលថ្ងៃនេះគាត់លក់បានប្រមាណ100ដែរហ្នឹងណាគាត់ថាมันខ្វះហើយអ្នកកំងឥឡូវនេះគាត់ចាប់ឡើងខ្ទេចអស់ហើយអាហ្នឹងខ្ញុំទៅមើលគាត់មួយដោយសារខ្ញុំបានថតចាំបានខ្ញុំឲ្យណែនាំពុកម៉ែបងប្អូនធ្វើទីផ្សារខ្លួនឯងគឺបានចំណេញបើពុកម៉ែបងប្អូនគិតតែពឹងលើតែដៃគូដែលថាលក់ពងឲ្យគឺពុកម៉ែបងប្អូនมันអាចឈានដល់ដំណាក់កាល
ដែលល្អខ្លាំងទេទោះបីថាពុកម៉ែបងប្អូនចាំច្រើនក៏ដោយបោះសាច់ឲ្យគេក៏យើងត្រូវតែចេះបំពងលក់រមើលទីផ្សារនៅក្បែរក្លៀកយើងដើម្បីបំពងកណ្ដូបនិងលក់អញ្ចឹងបានយើងចំណេញណាយើងគិតថាក្នុង1គីឡូ 100000ហ្នឹងកូនក្រុមខ្ញុំមកគាត់បំពងបាន1គីឡូ 100000ដូចខ្ញុំដែរយើងបើតំបន់បងប្អូនមិនសូវគេហ៊ានមានលុយទេគឺយើងបន្ថយជាតម្លៃឬក៏បន្ថែមជាកណ្ដូបយើងលក់ក្នុង1គីឡូឲ្យតែបានថា70000 80000ក៏ច្រើនដែរពុកម៉ែបងប្អូនហើយវាអត់អស់គ្រឿងប្រហែលទេក្នុងកណ្ដូប1គីឡូទៅ2គីឡូហ្នឹងអស់តែស្លឹកគ្រៃ5000ស្លឹកក្រូច5000ម្ទេស3000បើប្រេងដែរយើងអាច2ថ្ងៃ3ថ្ងៃអីហ្នឹងយើងដូរម្ដងចុះហ្នឹងណាគឺហ្នឹងខ្ញុំបង្ហាញពីទីផ្សារអញ្ចឹងពុកម៉ែបងប្អូនកុំរំពឹងអ្នកដែលទិញយើងបំផុតបើគេចិត្តមិនចង់ទិញគេប្រាប់ពុកម៉ែបងប្អូនថាកដោបយកចុះថោកបបាក់នេះបងប្អូនអើយធ្លាក់ដល់1គីឡូ 20000 22000ឲ្យពុកម៉ែបងប្អូន1គីឡូ 20000ពុកម៉ែបងប្អូនគិតទៅត្រង់ការថែទាំការកាត់ស្មៅឲ្យចំណៃគឺពុកម៉ែបងប្អូនខាតច្រើនមែនតែនហ្នឹងណាចឹងថ្ងៃនេះខ្ញុំមិនមែនថាចង់អីក៏ណែនាំពុកម៉ែបងប្អូនឲ្យចេះធ្វើទីផ្សារពេលដែលពុកម៉ែបងប្អូនចេះធ្វើទីផ្សារឲ្យពុកម៉ែបងប្អូនលក់កណ្ដូបបើថា3 4ត្រង់ក្នុងតែមួយវគ្គក៏ពុកម៉ែបងប្អូនអាចទិញជាមាសពាក់1ជី2ជីអីបានដែរហ្នឹងខ្ញុំមកកុហកហេតុអីក៏រាំងចុះបើចឹងហេតុអីក៏បងឯងមិននឹងចាំមកច្រើនព្រោះខ្ញុំរត់អត់រួចម្នាក់ឯងត្រូវកាត់ស្មៅត្រូវបំពងដឹកកូនរៀនតូចកាច្រើនណាស់ចកាខ្ញុំច្រើនមែនតើហើយកាលណាខ្ញុំអត់បានទៅមើលថែវាគឺដូចថាបោះមកកន្លែងចោលមកកន្លែងអញ្ចឹងថ្ងៃនេះយើងខ្ញុំមិនចង់និយាយក្បោកបាច់ច្រើនទេគ្រាន់តែចង់ពុកម៉ែបងប្អូនចេះបំពងលក់បានវាចំណេញក្នុង1គីឡូពុកម៉ែបងប្អូនលក់ក្នុង1គីឡូក្នុងមួយថ្ងៃបានតែ40000ក៏ពុកម៉ែបងប្អូនចំណេញដែរហ្នឹងណាដូចថាឥឡូវគេមិននេះគេកំងក្នុងមួយថ្ងៃ4ប្រអប់យើងពងទៅ4ប្រអប់ឲ្យគេទៅយើងបាន40000ក្នុងមួយថ្ងៃហើយតែពេលគេស្គាល់យើងច្រើនទៅគឺពុកម៉ែបងប្អូនទីផ្សារនៅលើបងប្អូនហ្នឹងណាគឺត្រូវតែចេះធ្វើទីផ្សារចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហ្នឹងអរគុណច្រើនជម្រាបលាជម្រាបលានឹងអរគុណ